số giây nào nè mình đang dùng mọi người về tận hai ca từ vẽ thị pi này tận hai ca bỏ phía xí đi từ diagram mình dùng sẽ hỏi diagram thị pi vậy đấy cái video để chia ọt này đấy để chia làm sao đó thay vậy như thế này ngày ngày thì quay khai đọc phí thì số sự việc này ở đấy kia vậy vì tình hai ca bao giờ mình lại tình hai ca bao giờ nó cứ ní dừng cho PB mua chốt và là khang menu này menu này để dừng cho PB mua chốt đồng thời để xoay cái ở 10 plus cho mọi PBP cho PBP và là cơ từ stamp PLP plus iniคือ output yang kasih stripមួយហើយចុច PBP វាសម្រាប់ការសម្រាប់បណ្ណាជាមួយនឹងការបន្លីងមើលthêmប្រើបន្លីងទៅលើអំពូលនេះជាដើមហើយមាន action នេះគឺសម្រាប់យើងនេះយើងធ្វើការវាឲ្យវាដំណើរការឡើងវិញចុះឡើងឈប់ម្ដងហើយវាដំណើរការទៅតែចាប់ខ្ញុំវាឲ្យចូលកម្មវិធីចូលពី online បច្ចេក control យើងចុច stop សិនយើងតើយើង stop ទៅបាយ download បានតាទៅមកហើយយើងចូលកម្មវិធី start បិទ okay តោះthe first step យើងតេស្តទៅលើ output ហើយច្រឡំយើងតេស្តទៅលើ menu ដែលយើងចុច PB មួយឆ្វេង PL 1 plus PB 2 PL 2 plus alright ហើយយើងកាច់ទៅលើ select space កាច់ select space ភ្លាមឃើញខាង auto operation វាដំណើរការតោះយើងចុច PB 2ចុចភ្លាមដំណើរការPL 1 plus ហើយជាមួយនឹង pass SL2 ឈប់បាន1 second តាមមើលហួរវាយមកវិញគឺ pass SL1 ហ្នឹងគឺវាដំណើរការមកវិញ action យើងប្រើសម្រាប់ចា action យើងប្រើសម្រាប់ត្រឡប់មកវិញអញ្ចឹងហើយកន្លែងនេះយើងមានប្រសេសមួយទៀតយើងប្រើទៅលើ PB3 អា PB3 នេះសម្រាប់ផ្ដាច់ action មានន័យថាពេលយើងចុច PB3 មកពេលយើងចុច PB3 ភ្លាមវាអត់ឈប់ឥឡូវតែវាមកតដូចថាដំណើរការនោះតតែមកនេះវិញ pass SL1 វាបានវាឈប់បើសិនបើយើងអត់ចុច PB3 ទេវាអត់នេះទេវាអត់ផ្ដាច់ទេកាប់ទៅដំណើរការហ្នឹងយើងប្រើសម្រាប់នេះណាដូចប្រហែលក្នុងរោងចក្រអញ្ចឹងបើសិនបើយើងដូចថាម៉ោង5មកយើងត្រូវការធ្វើ file ដល់យើងចុច PB3 ហ្នឹងទៅយើងមានប៊ូតុង stop មួយទៀតដែលយើងចុច stop ដែរតែគ្រាន់តែយើងអាចទៅរៀបចំ environment ហ្នឹងហើយយើងទៅរៀបចំ file S ហើយយើងចុចប៊ូតុង stop PB3 ហ្នឹងហើយមានន័យថាវាមកឈប់នៅកន្លែងដើមវិញដោយវាមានថាវាមិនទាន់ចប់ហើយយើងអង្គុយចាំចុចដែរដូចថាconveyor ហ្នឹងនៅដំណើរការបើយើងចុចឈប់ឥឡូវភ្លាមអត់កើតទេអានេះយើងចុច PB3 វាស្មើបដាច់ដំណើរការហ្នឹងហើយតែវានៅដំណើរការឲ្យដល់ទីបញ្ចប់អស់ប្រហែលដល់កន្លែងហ្នឹងបានវាត្រឡប់មកវិញដល់កន្លែងដើមហ្នឹងហៅ file S យើងរៀបចំហើយអញ្ចឹងវាអូខេរៀបរយគ្រប់យ៉ាងណាហើយអញ្ចឹងអីមានតែប៉ុណ្្នឹងសូមអរគុណ